ឃើញព្រៃឈើឃើញភ្នំតិចបងប្អូនទាំងអស់គ្នាគិតថារមណីយដ្ឋាននេះស្ថិតនៅភូមិភាគឦសានអីទៅមិនមែនទេបងប្អូនរមណីយដ្ឋាននេះគឺស្ថិតនៅក្នុងស្រុកគិរីវង្សខេត្តតាកែវយើងនេះឯងដែលមានឈ្មោះថារមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោករមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោកនេះគឺមានទឹកហូរពីលើកំពូលភ្នំមកហើយនឹងមានទេសភាពព្រៃឈើដ៏ខៀវស្រងាត់ហើយនៅទីនេះទៀតសោតគឺមានលក់ម្ហូបអាហារនិងមានលក់វត្ថុអនុស្សាវរីយ៍ជាច្រើនដោយបងប្អូនទាំងអស់គ្នាឃើញនៅក្នុងវីដេអូនេះអញ្ចឹងប្រសិនបើបងប្អូនចង់ដឹងកាន់តែច្បាស់ថារមណីយដ្ឋានទឹកធ្លាក់ជ្រោះផ្អោកនេះមានអ្វីខ្លះដូច្នេះសូមទស្សនាវីដេអូនេះដូចតទៅបងប្អូនខ្ញុំមកលេងនៅជ្រោះផ្អោកនេះជាលើកទី2ហើយមកលើកនេះគឺភ្លៀងទៀតបងប្អូនកាលមកពីលើកមុនភ្លៀងឥឡូវលើកនេះភ្លៀងទៀតហើយនេះគ្នាមកជាមួយសិស្សក្មេងៗបងប្អូនទឹកធ្លាក់ជ្រោះផ្អោកនេះគឺខែដែលមានទឹកច្រើនគឺនៅខែ8ខែ9បងប្អូនគឺគៀកនឹងបនភ្ជុំបិណ្ឌបានមានទឹកច្រើននៅនេះគឺទឹកមកល្មមដែរហើយសម្រាប់ខែ5នេះគឺអត់សូវមានទឹកទេបងប្អូនដោយសារទៅតែមានភ្លៀងធ្លាក់ហើយចំពោះទីតាំងនេះគឺទេសភាពស្អាតដោយសារមានដើមឈើមានអីច្រើនហើយមានភ្នំជុំវិញប៉ុន្តែបើសួរថាធំដូចនៅជ្រាវហ្មងអត់ទេបងប្អូនគឺតូចជាងទឹកធ្លាក់នៅជ្រាវនៅនេះបើនៅជ្រាវគឺទឹកធ្លាក់នៅជ្រាវខេត្តកំពង់ស្ពឺគឺទីតាំងធំជាងហើយទឹកក៏ច្រើនជាងដែរដោយសារនៅជ្រាវគឺនោះប្រជុំតំបន់ភ្នំច្រើនប៉ុន្តែសម្រាប់នៅជ្រោះផ្អោកនេះវិញគឺភ្នំវាអត់សូវច្រើនដូចនៅជ្រាវបងប្អូនហើយភ្នំតូចប៉ុន្តែវាសម្រាប់ទេសភាពនៅនេះអាចមកទទួលយកបានចាំប្រហែល1ម៉ោងហើយបងប្អូនអើយប៉ុន្តែអត់រាំងភ្លៀងខ្លាំងទៅហើយកន្លែងនេះគឺខ្ញុំឡើងមកដល់ត្រឹមស្ពានហើយចប់ភ្លៀងជ្រក់នៅកន្លែងរោងទេឥឡូវភ្លៀងអត់រាំងមានអង្គុយនេះសិននេះធ្វើយូរដែរហើយប្រហែល1ម៉ោងហើយចំពោះស្ពានឆ្លងនេះវិញបងប្អូនគឺធ្វើយូរឆ្នាំហើយស្ពាននេះគឺមានតាំងពីខ្ញុំនៅតូចខ្ញុំធ្លាប់មកលេងព្រោះអីខ្ញុំអ្នកនៅស្រុកគិរីវង្សនេះស្រាប់ហើយមកទល់ឥឡូវប្រហែលបើគិតជាឆ្នាំវិញបែបចង់ចូលប្រហែល20ឆ្នាំហើយស្ពាននេះគឺគេសម្រាប់ឲ្យភ្ញៀវទេសចរដែលមកកំសាន្តអាចឈរលើនេះថតរូបលេងអញ្ចឹងបងប្អូនមិនសម្រាប់ឆ្លងពីជ្រោះម្ខាងទៅម្ខាងទៀតទេដោយសារនៅជ្រោះផ្អោកនេះគឺមានផ្លូវដើរតែម្ខាងទេអត់ទាំងសងខាងដូចនៅទឹកជ្រោះផ្សេងទេខ្ញុំធ្លាប់ទៅជ្រាវហើយនឹងថ្មក្រាលអីគឺអាចដើរបានទាំងសងខាងសងខាងជ្រោះប៉ុន្តែនៅនេះគឺយើងអាចដើរបានតែម្ខាងទេពាក្យស្លោកនេះពិតជាមានន័យមែនទែនបងប្អូនគេដាក់ថាទេសចរដើម្បីទាំងអស់គ្នាគឺដើម្បីទេសចរមានន័យថាទេសចរដើម្បីទាំងអស់គ្នាផលប្រយោជន៍នៃទីកន្លែងទេសចរគឺអាចឲ្យបងប្អូនប្រជាពលរដ្ឋដែលគាត់រស់នៅជិតតំបន់រមណីយដ្ឋានដែលមានភ្ញៀវទេសចរមកកំសាន្តហ្នឹងគឺគាត់អាចប្រកបមុខរបរលក់ដូរបានចិញ្ចឹមជីវិតរបស់ពួកគាត់ចំពោះពាក្យដើម្បីទេសចរគឺមានន័យថាយើងទាំងអស់គ្នារួបរวมគ្នាអភិវឌ្ឍកសាងនិងផ្សព្វផ្សាយតំបន់ទេសចរផ្សេងដែលមាននៅក្នុងតំបន់យើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកំសាន្តនៅតំបន់ដែលមានទីកន្លែងទេសចរដែលយើងកំពុងតែអភិវឌ្ឍហ្នឹងបងប្អូនទាំងអស់គ្នាម្ហូបដែលពេញនិយមជាងគេនៅរមណីយដ្ឋានជ្រោះផ្អោកនេះគឺបាញ់ឆែវបងប្អូនគឺមានរសជាតិឆ្ងាញ់នៅនេះឥឡូវសាកភ្លក់ឲ្យបងប្អូនទាំងអស់គ្នាមើលបាញ់ឆែវនេះឆ្ងាញ់បងប្អូនគេភាគច្រើនអ្នកមកលេងនៅជ្រោះផ្អោកនេះគេនិយមចូលចិត្តហាវបាញ់ឆែវហើយចំពោះតម្លៃទៀតសោតគឺសមរម្យទេឆ្ងាញ់បងប្អូននេះតំណងបាញ់ឆែវធំល្អសម្រាប់អ្នកហូបតិចអីគឺមួយនេះឆ្អែតល្មមតែម្ដងហើយនេះមិនលក់ទេមានបន្លែគ្រប់មុខជម្រាបសួរបងជាអាជីវករដែលនៅរមណីយដ្ឋានជ្រោះផ្អោកហ្នឹងមែនបងបាទហើយបងនៅរមណីយដ្ឋានជ្រោះផ្អោកនេះភាគច្រើនភ្ញៀវដែលគាត់មកកំសាន្តមកកំសាន្តច្រើននៅខែណានេះរដូវបុណ្យជុំបិណ្ឌអូនបនភ្ជុំបិណ្ឌបាទចុះពីប្រាំងមិញបងពីខែ1យើងមកដល់ខែ5ហ្នឹងបាទដោយសាររដូវប្រាំងវាអត់មានទឹកអញ្ចឹងភ្ញៀវវាអត់សូវមានអ្នកមកលេងទេបាទអូត្រូវអត់មានទឹកមានអ្នកមកលេងចុះប៉ុន្តែមានខ្លះដែរអត់ទេមួយដែរចេញចូលបើមកអឺតទៅគេទៅវិញអញ្ចឹងមានតែអ្នកស្រុកដែលគាត់នៅ
ចិត្តហ្នឹងអញ្ចឹងបានគាត់មកលេងឬក៏អ្នកមកពីចម្ងាយអានៅពេលខែអត់ទឹកអញ្ចឹងខែអត់មានទឹកហ្នឹង និយាយទៅភាគច្រើនជាជនយើងនៅក្បែរហ្នឹងគាត់មកលេងអញ្ចឹងទៅហើយជួនកាលមានអ្នកចម្ងាយមក ចុះប៉ុន្តែបើខែទឹកច្រើនវិញចិត្តភ្ជុំបិណ្ឌហ្នឹងអាហ្នឹងមាន បើនិយាយទៅនៅកន្លែងនេះអារមឋាននេះក្នុងមួយឆ្នាំមានតែ3ថ្ងៃប្រជុំទេដែលមានមនុស្សច្រើនជាងគេ អីទេក្រៅពីហ្នឹងនេះមកធម្មតាតិចតិចអញ្ចឹង តិចវាសំខាន់បើសិនជាយើងមានទឹកអាហ្នឹងការចាប់អារម្មណ៍របស់ភ្ញៀវវាធម្មតាគេមកលេងទឹកហ្នឹងគេចាប់អារម្មណ៍ទៅលើទឹកទី1ចាប់អារម្មណ៍ទៅលើត្បូងគ្រឿងអលង្ការដែលគាត់តាំងលក់អញ្ចឹងណា បាទចុះបងចំពោះថ្ងៃធម្មតាថ្ងៃសៅរ៍អាទិត្យថ្ងៃណាមនុស្សច្រើនជាងអញ្ចឹង និយាយទៅវាសំខាន់ទៅលើទឹកហ្មងបើមានទឹកថ្ងៃសៅរ៍ថ្ងៃអាទិត្យក៏មនុស្សវាទៅតាមនឹងច្រើនតាមនឹងដែរ បាទហើយបងសុំសួរមួយទៀតមើលពាក់ព័ន្ធនឹងការលក់គ្រឿងអលង្ការខ្ញុំដើរមកវិញឃើញមានតាំងលក់ច្រើនមែនទេមានត្បូងមានខ្សែកអីផ្សេងតែដៃចំពោះគ្រឿងអលង្ការទាំងអស់ហ្នឹងជាត្បូងដែលគេជីកនៅហ្នឹងផ្ទាល់ឬក៏ជាប្រភេទនាំមកពីក្រៅខ្លះដែរអាពពួកដូចថ្មអីបាទហ្នឹង បាទចូលរួមបកស្រាយបន្តិចចុះហ្នឹងឡើងត្បូងធម្មជាតិយើងខ្លះផងទៅត្បូងមកពីខាងគេក្រៅខ្លះទៅព្រោះអីវាទៅធ្វើទៅតាមតម្រូវការរបស់ភ្ញៀវ បាទអូយល់បងហ្នឹងអញ្ចឹងមានន័យថាជាត្បូងដែលគេជីកនៅហ្នឹងក៏មានតាត្បូងដែលនាំចូលក៏មានតាមការកំងរបស់ភ្ញៀវពួកអីយើងអត់អាចថាយើងលក់តែមួយមុខលក់តែត្បូងហ្នឹងមួយមុខយើងអត់អាចឆ្នៃចេញជាគ្រឿងអលង្ការបានច្រើនទៅតើយើងមានការនាំចូលខ្លះហើយនឹងត្បូងដែលយើងជីកផ្ទាល់នៅតំបន់ហ្នឹងខ្លះអញ្ចឹងយើងអាចកែច្នៃទៅបានជាគ្រឿងអលង្ការច្រើនប្រភេទយ៉ាងតម្រូវ អូនមកលេងនេះសប្បាយទេសប្បាយអត់បាយហើយអូនបានឃើញអីគេខ្លះខ្លួនបានឃើញអីគេខ្លះកូនឃើញអីគេខ្លះឃើញទេឃើញអីទៀតទៅឃើញព្រៃហ៎ឃើញស្វាអត់អូនមានស្វាទៀតវ៉េហើយថ្ងៃក្រោយហើយបានញ៉ាំអីគេមិញមកលេងនៅជួរប្អោកញ៉ាំបាញ់ឆាវឆ្ងាញ់អត់បាញ់ឆាវ